បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅរោងចក្រផលិតទឹកដោះគោអង្គរមីលថ្ងៃទី26ខែធ្នូឆ្នាំ2025ក្រុមហ៊ុនអង្គរ Dairy Product Co Ltd បានធ្វើសន្និសីទសារព័ត៌មានអះអាងជូនសាធារណជនថាក្រុមហ៊ុនគ្មានភាគហ៊ុនជនជាតិថៃឡើយនេះជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួនដែលកំពុងតែរីករាលដាលនៅលើបណ្ដាញសង្គមដោយឡែកចំពោះបញ្ហាតាក់ទិនទៅនឹងរឿងលក់បណ្ដាភាគហ៊ុនក្រុមហ៊ុនអង្គរមីលសូមបញ្ជាក់ថាក្រុមហ៊ុនអង្គរមីលមិនមែនជាក្រុមហ៊ុនសាធារណៈលក់ភាគហ៊ុននោះទេឆ្លៀតក្នុងឱកាសនេះសូមជម្រាបជូនអតិថិជនទាំងអស់ឲ្យបានជ្រាបថាក្រោយពីទទួលបានអាជ្ញាប័ណ្ណពីក្រុមប្រឹក្សាវិនិយោគកម្ពុជា CDC នៅឆ្នាំ2013រោងចក្រត្រូវបានសាងសង់រួចរាល់និងដំណើរការផលិតទឹកដោះគោនៅឆ្នាំ2015កំឡុងពេលប្រតិបត្តិការកន្លងមកអង្គរមីលគឺជារោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជាដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជាង$80 លានសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃដំណើរការមកទល់នឹងបច្ចុប្បន្ននិងមានដើមទុនវិនិយោគសរុបប្រមាណ$51 លានសហរដ្ឋអាមេរិកអង្គរមីលបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជានិងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាអង្គរមីលបានផ្ដល់ការងារនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្មផលិតផលទឹកដោះគោអង្គរមីលដោយស្របតាមស្តង់ដារជាតិនិងអន្តរជាតិមកទល់នឹងពេលបច្ចុប្បន្ននេះអង្គរមីលបានផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង600នាក់និងចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធតាមរយៈអ្នកចែកចាយបន្តប្រមាណជា50,000អាជីវករផ្ដល់ភាពងាយស្រួលដល់អតិថិជនទូទាំងប្រទេសទាំងនេះបង្ហាញពីបេសកកម្មរបស់អង្គរមីលក្នុងគោលដៅអភិវឌ្ឍរួមគ្នាជាមួយនឹងប្រជាជនកម្ពុជាទាំងអស់ទាំងការអភិវឌ្ឍធនធានមនុស្សនិងលើកស្ទួយសេដ្ឋកិច្ចជាតិផលិតផលត្រូវបានស្រាវជ្រាវនិងផលិតស្របតាមស្តង់ដារជាតិនិងអន្តរជាតិដើម្បីបម្រើដល់អ្នកប្រើប្រាស់ជាពិសេសកុមារជាង3 លាននាក់នៅទូទាំងប្រទេសផលិតផលអង្គរមីលដែលផលិតដោយកូនខ្មែរផលិតនៅតំបន់សេដ្ឋកិច្ចពិសេស Royal Group ខណ្ឌកំពូលរាជធានីភ្នំពេញអនុលោមតាមស្តង់ដារគ្រប់គ្រងសុវត្ថិភាពចំណីអាហារ SSC 22000 ISO 9001ពិសេសទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក FDA Halal វិទ្យាស្ថានជាតិ ISC ក្រសួងសុខាភិបាលនិងអនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀតខ្មែរជួយខ្មែរអង្គរមីលផលិតដោយកូនខ្មែរអង្គរមីលផលិតផលប្រទេសកម្ពុជា